bạn bóng ônថ្ងៃនេះខ្ញុំលើកមុខម្ហូបមួយមុខគឺជាមុខម្ហូបដែលជាអត្តសញ្ញាណរបស់ខ្មែរតំណាងឲ្យខ្មែរយើងណាបងប្អូនគឺអាម៉ុកត្រីហើយបងប្អូនចង់ដឹងថាវិធីធ្វើអាម៉ុកត្រីបែបណាអាចតាមដានវីដេអូនេះពីដើមរហូតដល់ចប់បងប្អូននឹងចេះធ្វើសិនហើយក៏អធិស្ឋានសម្រាប់បងប្អូនដែលចេះធ្វើហើយបើសិនជាអាចថាមើលវីដេអូខ្ញុំទៅវាឆ្កងឬក៏ខុសកន្លែងណាអាចខមមិននៅខាងក្រោមវីដេអូនេះផងណាបងប្អូនចំណែកឯវិធីធ្វើរបស់ខ្ញុំគឺងាយទេបងប្អូនមិនសូវជាសាំញ៉ាំអីច្រើនទេមុនដំបូងយើងដាក់ប្រេងឆាបន្តិចមកដល់ក្តៅមកយើងលីងខ្ទឹមសខ្ទឹមក្រហមរបស់យើងបានច្រាំរួចរាល់ហ្នឹងណាហើយម្ទេសនេះគឺខ្ញុំមិនបានច្រាំទេបងប្អូនកិនវានឹងម៉ាស៊ីនមួយប្រេងឆាម៉ាស៊ីនយើងកិនមួយទឹកវាក្រាចឆាក្រដាច់ទឹកអីចឹងណាយើងកិនមួយប្រេងឆាយើងដាក់ប្រេងឆាតាមបន្តិចទៅយើងដាក់ម្ទេសហ្នឹងគឺមានជាតិខ្លាញ់ស្រាប់ហើយឥឡូវយើងលេងម្ទេសជាមួយខ្លាញ់របស់យើងនឹងឲ្យវាឈ្ងុយជាមួយខ្ទឹមសក្រហមមកឈ្ងុយសិនមកបន្ទាប់មកទៀតយើងក៏ដាក់គ្រឿងបុកយើងចូលមកបងប្អូនយើងមិនអាចអត់បានទេគ្រឿងបុកហើយខ្ញុំក៏លួចកាពិបន្តិចផងដែរបងប្អូនខ្លះគាត់ប្រើប្រហុកបងប្អូនខ្លះគាត់ប្រើកាពិចឹងតាមការធ្វើផ្សេងគ្នាបងប្អូនបន្តមកទៀតខ្ញុំក៏ចាក់ខ្ទិះដើមចូលបន្តិចមកខ្ញុំក៏បន្ថែមទឹកត្រីបន្តិចសើស៊ុបខ្នុរនោះបន្តិចមកបងប្អូនយើងកុំឲ្យវារសជាតិដិតពេកណាមុខនេះយើងអត់សូវយករសជាតិដិតទេយើងយករសជាតិបែបរៀងស្រាលល្មមមិនស្រាលពេកទេតែក៏កុំឲ្យដិតពេកដែរឥឡូវយើងក៏ឆាគ្រឿងស្ករប៊ីចេងជាមួយនឹងខ្ទិះដូងគ្រឿងបុកខ្ទឹមសក្រហមយើងឲ្យវាឡើងឈ្ងុយតិចមកខ្ញុំក៏បន្ថែមទឹកបន្តិចដែរណាបងប្អូនបន្តមកទៀតខ្ញុំក៏ដាក់ប្រេងខ្យងបន្តិចដែរយើងឆាគ្រឿងយើងឲ្យសព្វទៅបានយើងយកទៅច្បល់ជាមួយត្រីបងប្អូនបន្ទាប់ពីគ្រឿងយើងវាឡើងឈ្ងុយខ្លាំងហើយយើងក៏ខ្ញុំមានពងមាន់ក្រហមពងទាក្រហមអធិស្ឋានយើងវាយជាមួយខ្ទិះដូងបន្តិចមកបងប្អូននឹងវាយដូចខ្ញុំចឹងមកវាយជាមួយខ្ទិះដូងបន្តិចមកពេលដែលយើងឆាជាមួយគ្រឿងធ្វើយើងគ្រឿងយើងវាខាប់ល្អចឹងណាបងប្អូនខ្ញុំធ្វើឆាទឹកគ្រឿងរៀងច្រើននេសាទត្រីខ្ញុំវារៀងច្រើនដែរបងប្អូនហើយជាចុងក្រោយខ្ញុំក៏បន្ថែមស្លឹកក្រូចខ្ញុំហាន់ឲ្យតូចឥឡូវគ្រឿងឆាទឹកអាម៉ុកយើងក៏រួចរាល់ដែរយើងយកមកប្រឡាក់ជាមួយត្រីយើងមកយើងអត់យកទៅឆាបងប្អូនដោយសារខ្ញុំត្រូវយកទៅចំហុយមកតង់ទៀតចឹងណាបងប្អូនឆារបៀបខ្ញុំនេះថែមទឹកតាមបន្តិចបានបងប្អូនថែមច្រើនវាធ្វើទឹកអាម៉ុកនឹងវារាវពិបាកយកទៅចំហុយណាបងប្អូនឥឡូវត្រីយើងក៏បានប្រឡាក់រួចរាល់ដែរបងប្អូនទៅមើលចានឥឡូវយើងចាប់ផ្ដើមឆាបន្លែរបស់យើងវិញចំណែកបន្លែខ្ញុំអត់មានស្លឹកញទេបងប្អូនហើយក៏អត់មានស្លឹកកទួតដែរចឹងហើយខ្ញុំប្រើកាត់ណាជាមួយនឹងស្ពៃបូកូបងប្អូនតែបងប្អូនប្រើកាត់ណាដូចខ្ញុំនេះក៏ឆ្ងាញ់មួយយ៉ាងដែរតែយើងត្រូវឆាវាសិនណាបងប្អូនចំណែកឯស្ពៃបូកូយើងឆាយើងច្បាច់ទឹកចេញចឹងពេលដែលចំហុយទឹកវាច្រើនណាបងប្អូនយើងពូតទឹកវាចេញឲ្យស្រស់បន្តិចមកចាំយើងយកមកដាក់ក្រាលបាតចានរបស់យើងមកតែបងប្អូនមានខ្ទងដាក់បាតខ្ទងក៏បានដែរតែខ្ញុំអត់ទេដោយសារវារៀងច្រើនដែរជិត30ចានចឹងហើយខ្ញុំក៏ដាក់ចានចំហុយចឹងវាងាយជាងខ្ទងព្រោះខ្ទងវាច្រើនពិបាកកាច់ពិបាកកាប់អីចឹងណាបងប្អូនយើងដាក់បន្លែយើងឲ្យគ្រប់ចានហើយយើងក៏ដាក់ត្រីដែលយើងបានប្រឡាក់ចូលហ្នឹងបងប្អូនហើយខ្ញុំក៏បន្ថែមទឹកឆារបស់យើងទឹកឆាមុខហ្នឹងយើងចាក់ពីលើត្រីបន្តិចទៀតឲ្យវារសជាតិរៀងដិតបន្តិចបើសិនតែយើងដាក់តែប៉ុណ្ណឹងទៅវាអាចរៀងសាបអញ្ចឹងខ្ញុំដាក់ទឹកទឹកយើងឆាហ្នឹងពីលើត្រីគ្រប់ចានបន្តិចទៀតអញ្ចឹងណាបងប្អូនឥឡូវយើងក៏បានដាក់រួចរាល់ដែរយើងដាក់ចំហុយរបស់យើងខ្ញុំចំហុយ3ដងបងប្អូនហើយបានអស់បន្ទាប់មកទៀតយើងក៏មកធ្វើទឹកខ្ទិះសម្រាប់ស្រូបបងប្អូនអានេះក៏ជាមុខម្យ៉ាងដែលសំខាន់ដែរបងប្អូនមិនអាចខ្វះបានទេចំណែកឯត្រីខ្ញុំ30ចាននេះគឺខ្ញុំចិត្ត30ចានដល់30នេះខ្ញុំប្រើខ្ទិះដូងចំនួន2គីឡូបងប្អូនខ្ញុំដាក់ក្នុងចានខាប់មិញហ្នឹងគឺម្សៅកតណើបបើសិនជាបងប្អូនអត់មានម្សៅកតណើបដូចខ្ញុំអាចដាក់ម្សៅឆាក៏បានដែរហើយខ្ញុំមានខ្ទិះចុងខ្ទិះដើមលាយគ្នាមកយើងកូរវាចាបងប្អូនកូរវាឲ្យឡើងខាប់សាច់ម្សៅរាងថ្លាគឺឆ្អិនរួចរាល់ហើយបងប្អូនមើលតែសាច់ម្សៅរាងថ្លាកុំឲ្យតែវាខាប់ខ្លាំងពេកវាក៏ពិបាកដែរយើងខាប់បានល្មមដូចខ្ញុំអញ្ចឹង
anh ấy tam ca bông ôn cho chất đấy bông ôn trong khát trên kiếm có khát tới lần sau dương các bạn rủi ro lời dương bao lần sân dương trên mà bông ôn tây dương có chất anh đai dương có đạn tích đây dương cha mình nó bông ôn dương đạn cả là về mà ở cục tràn chẳng anh ấy bông ôn nó bây giờ cha cho mùi sao tận nào chẳng mà cứ ngồi mình tên bông ôn ơi dương đạn ở pillar mà dương đạn một tên một crop chẳng bông ôn là còn trôi chất còn ai nhằm tăng tê bông ôn là còn mình trôi chất tê có quạt ở trên tới bông ôn tại dương đạn ở vía thường mấy ở vía một dương viên sẽ đài chẳng ta kim pra lang sân này ra lang sân nhầm thom chẳng nhầm chùm hồi bay đâu bông ôn mình ê chùm hồi pi đâu của lang sân mình pi tròn chẳng kim đã ở tị đồ nó pi lang sân sân bông ôn tị đồ á pe riêng cô cho môi co tận nạp chẳng sao tận nạp chẳng vì là việc theo vi chui play pi kia người riêng cô cho môi sao cha tai bộ bông ôn ọt miến bông ôn ai cô sao cha rồi còn sao pô của bạn đây bông ôn khắp đấy cái nè tay nhom miên là sao tận nạp chẳng đây xa y quạt thơ và em thử ai miên là sao mà sao co tận nạp chẳng chứ có pram sao co tận nạp theo vi chui chiêng chẳng lời khi ông có thọt cắt đấy bông ôn là lời có chân rủi ro này pe nhầm đặt tiếng bây giờ ta chụp hồi mà đầu tiết đó bông ôn mình chập tầm năng ấy nè ta khi con mình ban lợp bằng hai pk giờ từ chụp hồi mà đầu tiết tay rồi cho từ chụp hồi mà đầu tiết ở vì chân lo chẳng á hai video dân có miền tập năng đã bông ôn xong óc côn xong chụp lia chui follow page nâng like comment xem để mua phong bông ôn